ខ្ញុំបានអានសភៅមួយសភៅភៅមានឈ្មោះថាសូរិយាដែលជាសភៅនិយាយអំពីសត្វឆ្មាបាទប៉ុន្តែក្នុងរឿងហ្នឹងគេនិទានអំពីសត្វឆ្មាដែលចេះដំណើរចេះគេហៅថារួមដំណើរជាមួយមនុស្សណាបាទតាំងពីស្រុកខ្មែររហូតដល់ស្រុកបារាំងហ្នឹងយើងរឿងរ៉ាវវាវែងឆ្ងាយប៉ុន្តែគាត់ថានៅក្នុងផ្នែកមួយនោះបាទនៅក្នុងកថាខណ្ឌមួយនោះគាត់លើកឡើងអំពីគ្រួសារជនជាតិបារាំងមួយដែលគាត់ប្តីប្រពន្ធហ្នឹងគាត់ធ្លាប់មានបញ្ហារកម្មរកុសហើយប្តីហ្នឹងគាត់ព្រមទទួលយកប្រពន្ធហ្នឹងប៉ុន្តែពេលដែលគាត់អត់ហូបស្រាគឺគាត់ល្អបាទគាត់ជាប្តីល្អគាត់មិនដែលរំលឹកអីទេប៉ុន្តែនៅពេលដែលគាត់ហូបស្រាទៅបាទគាត់ស្រវឹងគឺគាត់តែងតែយកអារឿងរ៉ាវក្នុងអតីតកាលនោះយកមកនិយាយបាទដល់រហូតដល់វាយធ្វើបាបប្រពន្ធឯជាដើមអញ្ចឹងណាអញ្ចឹងហើយបានថារឿងខ្លះអធិស្ឋានមែនប៉ុន្តែគាត់អាចនឹងអធិស្ឋានត្រឹមតែមាត់បាទប៉ុន្តែចិត្តរបស់គាត់គឺគាត់នៅតែមិនអធិស្ឋានក្នុងកលៈទេសៈណាមួយមានបញ្ហាគាត់អាចនឹងរំលឹកវាឡើងវិញអញ្ចឹងណាដែលធ្វើឲ្យគ្រួសារអាចនឹងមានបញ្ហារកម្មរកុសអីអញ្ចឹងទៅបាទហ្នឹងគឺជាផ្នែកមួយដែរតែបើយើងសួរថាកំហុសមកពីអ្នកណាអាហ្នឹងយើងវិចារណាទៅតាមបែបផែនគ្រួសារមួយតើជាបុគ្គលខាងណាឬក៏ហេតុផលអីអញ្ចឹងទៅបាទមិញក៏ពាក់តាបានលើកឡើងតាក់ទងនឹងរឿងប្រឡំលោកតាក់ទងរឿងសូរិយាបាទប្រឡំលោកសូរិយារឿងតាក់ទងស្នេហាមិនជាតាក់ទងនឹងស្នេហាទេខ្ញុំនិយាយទៅជារឿងសូរិយាបាទចំណងជើងសភៅហ្នឹងបាទហើយជាសូរិយាហ្នឹងគឺជាឆ្មាបាទជាឆ្មាអនាថាមួយបាទហើយរឿងហ្នឹងគឺនិពន្ធដោយអ្នកនិពន្ធស្រីឈ្មោះវុទ្ធសុជាតាបាទហើយនិពន្ធនៅក្នុងស្ថាប័នមួយគឺអវតារបាទហើយឃើញគេសភៅឃើញចេញយូរដែរហើយខ្ញុំបានទៅទិញមកហើយបានអានចប់បាទតទៅពេលយើងអានទៅមែនតើបើយើងនិយាយអំពីសាច់រឿងបន្តិចទៅនៅក្នុងហ្នឹងខ្ញុំបើកដបងហ្នឹងខ្ញុំអានទៅខ្ញុំអត់សូវជាចាប់អារម្មណ៍ដែរដោយសារតែខ្ញុំជាគំនិតជាអារម្មណ៍របស់ខ្ញុំចូលចិត្តរឿងពិតណាបាទរឿងពិតរបស់ជាលក្ខណៈបទពិសោធន៍ជីវិតបាទប្រវត្តិសាស្ត្រក៏ដោយឬក៏ជាលក្ខណៈដំណើរជីវិតរបស់បុគ្គលណាមួយអញ្ចឹងណាបាទតែរឿងនេះតាក់ទងប្រឡំលោកបាទរឿងនេះលក្ខណៈប្រឡំលោកបាទដល់ពេលអញ្ចឹងទៅតួអង្គក្នុងហ្នឹងគឺតួអង្គសត្វឆ្មាហ្នឹងបាទឈ្មោះសូរិយាហ្នឹងសូរិយាគឺជាឆ្មាញីបាទជាឆ្មាញីបាទហើយខ្ញុំអានបន្តិចខ្ញុំគិតថាខ្ញុំកំពុងតែមើលរឿងនិទានលក្ខណៈថាដូចឆ្មាចេះនិយាយអញ្ចឹងណាបាទយើងទៅវាព្រោះឆ្មាជាអ្នកជាតួអង្គដែលរៀបរាប់រឿងសាច់រឿងហ្នឹងឲ្យយើងបានដឹងអញ្ចឹងណាបាទហើយប៉ុន្តែនៅពេលដែលខ្ញុំអានបានមួយជំពូកទៅក៏អារម្មណ៍របស់ខ្ញុំចាប់ផ្ដើមប្រែប្រួលទៅលើសភៅហ្នឹងណាបាទដោយសារទី1យើងបានស្វែងយល់អំពីដំណើររបស់សត្វបាទដោយសារក្នុងហ្នឹងអ្នកនិពន្ធគាត់បានបញ្ជ្រាបចំណេះដឹងមួយចំនួនទាក់ទងនឹងសត្វបាទទាក់ទងនឹងសត្វឆ្មាតើការរស់នៅរបស់ឆ្មាយ៉ាងម៉េចបាទហើយអារម្មណ៍ឆ្មាយ៉ាងម៉េចហើយអាយុកាលរបស់វាយ៉ាងម៉េចប្រែប្រួលទៅតាមអាយុកាលរបស់វាយ៉ាងម៉េចចឹងទៅហើយតើឆ្មាមានតួនាទីអ្វីនៅក្នុងការរស់នៅណាបាទអ្នកដែលគាត់ចិញ្ចឹមឆ្មាហ្នឹងតើឆ្មាគាត់អាចជួយចែករំលែកអ្វីខ្លះមកកាន់យើងបាទដូចជាយើងដឹងថាឆ្មាជាសត្វមួយដែលចេះយកចិត្តណាបាទឧទាហរណ៍យើងអង្គុយប៉ុកទៅគឺឆ្មាវាតែងតែមកតដោះវាតែងតែមកលោតលើឬក៏គៀកកោយើងហ្នឹងបាទដែលបង្ហាញថាបើសិនជាយើងម្ចាស់ឆ្មាជាមនុស្សដែលស្រឡាញ់សត្វហើយនៅពេលដែលយើងកាត់ទុកគឺច្បាស់ណាស់ឆ្មាហ្នឹងវាជាផ្នែកមួយនៃការរំលែកទុករបស់យើងវាធ្វើឲ្យយើងបំភ្លេចទុកអីអញ្ចឹងណាបាទមិនមែនមានប្រយោជន៍ចាប់កដុលទេអាហ្នឹងវាជាផ្នែកមួយដែរបាទហ្នឹងមកផ្នែកទៀតអញ្ចឹងណាបាទតែគាត់យើងនិយាយទៅលើអារម្មណ៍វាជួយរំលែកទុកយើងគឺធ្វើឲ្យយើងបំភ្លេចនៅទុកសោកបានបន្តិចអញ្ចឹងបាទជួនកាលយើងពិបាកចិត្តសង្សារបាយចដើមទៅឆ្មាហ្នឹងវាទៅជុះអាចលើហ្នឹងវាលើដើមលើកន្លែងកប្រាភួយយើងយ៉ាងដើមទៅដើមមុងយ៉ាងដើមបាទធ្វើឲ្យយើងបោះសម្អាតមួយថ្ងៃពេញបំបត្តិទុកកង្វល់ហ្នឹងយើងភ្លេចលើទុកកង្វល់តែក្នុងរឿងនេះអត់ទេបាទលក្ខណៈផ្សេងមួយបែបទៀតហើយឆ្មាហ្នឹងមកលួងលោមយើងបាទលួងលោមលក្ខណៈគាត់ណាមកគៀកកោយអីចឹងទៅបាទអញ្ចឹងធ្វើឲ្យម្ចាស់ហ្នឹងគាត់មានអារម្មណ៍មួយប្រែប្រួលអាហ្នឹងចំណុចទី1ដែលយើងនិយាយនៅអាចថាយល់ដឹងអំពីសភៅហ្នឹងចំណុចមួយទៀតគឺយើងអាចស្វែងយល់អំពីបរិបទរស់នៅដោយសារក្នុងសភៅហ្នឹងគេនិយាយអំពីការរស់នៅរបស់បរិសុទ្ធជនជាតិបារាំងហ្នឹងគឺនៅខ្មែរយើងមុនដំបូងបាទគាត់នៅផ្ទះជួលពីតំបន់នេះទៅតំបន់នោះអញ្ចឹងណាបាទដូរពីផ្សារថ្មីទៅទួលទំពូងដូរពីទួលទំពូងទៅអូឡ িম্প ិកអីជាដើមអញ្ចឹងគេបង្ហាញដែរអំពីទស្សនវិជ្ជាការរស់នៅក្នុងតំបន់ហ្នឹងមួយអញ្ចឹងទៅបាទហើយចំណុចមួយទៀតដែរគឺគេបង្រៀនយើងអំពីដំណើរការយកលំនាំរបៀបនៃការយកសัตว์ហ្នឹងទៅ
ស្រុកក្រៅបាទឧទាហរណ៍ថាក្នុងរឿងហ្នឹងគឺបរិសុទ្ធជនជាតិបារាំងក៏ត្រូវចាក់ចេញពីស្រុកខ្មែរទៅបារាំងហើយឆ្មាហ្នឹងគឺនៅខ្មែរបាទអញ្ចឹងតម្រាំតែអាចយកឆ្មាហ្នឹងទៅបារាំងបានបាទគឺគេត្រូវមានដំណាក់កាលជាច្រើនអញ្ចឹងណាបាទដំណាក់កាលរត់ឯកសារដំណាក់កាលចាក់វ៉ាក់សាំងដំណាក់កាលតេស្តវ៉ាក់សាំងអីផ្សេងៗអញ្ចឹងគ្រាន់តែចាំហ្នឹងចូល3ខែអីទៅបាទឬក៏អាចតិចជាងហ្នឹងឬក៏លឿនជាងហ្នឹងអាស្រ័យទៅលើពេលវេលាដែលគេកំណត់អញ្ចឹងណាហើយមានទម្ងន់មានអីផ្សេងអញ្ចឹងគឺសុទ្ធតែជាចំណេះដឹងមួយដែរនៅក្នុងហ្នឹងណាបាទហើយបន្តមកទៀតក៏ចំណុចបន្ថែមនោះគឺយើងអាចស្វែងយល់អំពីស្រុកបារាំងដែរតាមរយៈសភៅហ្នឹងបាទគេរៀបរាប់អំពីទីតាំងទីកន្លែងអីផ្សេងរបៀបនៃការរស់នៅតំបន់ទីក្រុងហើយនិងជនបទតើវាលក្ខណៈខុសគ្នាយ៉ាងណាអញ្ចឹងគឺសុទ្ធតែមាននៅក្នុងសភៅហ្នឹងផងដែរអញ្ចឹងណាបាទអញ្ចឹងខ្ញុំអានសភៅហ្នឹងពីដំបូងខ្ញុំបញ្ជាក់ថាវាមិនសូវជាចាប់អារម្មណ៍ដែរប៉ុន្តែយើងអានបានបន្តិចទៅក៏មានអារម្មណ៍ថាវាគួរឲ្យទាក់ទាញដែរបាទហើយក្នុងនោះផងដែរក៏និយាយអំពីទំនាក់ទំនងរវាងសត្វនិងមនុស្សបាទហើយនឹងសត្វនិងសត្វក៏ដូចជាសត្វនិងសត្វហ្នឹងសំដៅដូចឆ្មានិងឆ្មាឬក៏ឆ្មានិងសត្វផ្សេងដូចជាឆ្កែជាដើមអញ្ចឹងណាបាទ